ប្រិមិត្តពុកម៉ែបងប្អូនការប្រកួតសិតទី2បានកន្លងផុតទៅសិតទី3ចូលមកដល់បាទយើងបានត្រឹមតែ19 18ពិន្ទុទេនៅសិតទី1និងសិតទី2បាទសិតទី1បាន18សិតទី2បាន19បាទយ៉ាងណាយ៉ាងណីបាទសិតទី3នេះតែកម្ពុជាយើងអាចយកបានមួយសិតវិញទេបងប្អូនបាទការវាយសវត្ថរបស់ DO Sulfikri របស់ឥណ្ឌូនេស៊ីគឺថាតាក់វិលេអត់ឆ្លងទេបាទសេវាទៅហើយជោគកញ្ញាំរបស់ Libro DO អោយពូត្រាឡាកូរបស់ឥណ្ឌូនេស៊ីពូត្រារ៉ាម៉ាសូមអរគុណបាទមួយស្មើលេខ33បាទចេញក្រៅបាត់ហើយបាទស៊ីហ្គីតនេះកីឡាករជើងចាស់បងប្អូនកីឡាករសេរីចាស់របស់ឥណ្ឌូនេស៊ីគាត់នៅលេងបានយូរបងប្អូនបាទសេវាចេញពីច័ន្ទវាសនាចូលថ្នាក់ប៉ោយណែប៉ោយចាក់ពីវេពូត្រាកីឡាករលេខ2បាទសេវាចេញពីកីឡាករពូត្រាកាច់កកជប់ផ្លុងពីច័ន្ទវាសនាដកមកឡើងវឿនវាសនាបាំងដល់ទៅ3នៅខាងមុខប្រិមិត្តមិនងាយចេញបាំងរបស់ឥណ្ឌូនេស៊ីទេបាទសេវាចេញពីកីឡាករលេខ2ពូត្រាចូលថ្នាក់ច័ន្ទវាសនាអោយសពិសីយកបានមកវិញប៉ះអោយណែរ៉ាម៉ាពិន្ទុ4ទល់នឹង2សេវាចេញពីពូត្រាចូលថ្នាក់ច័ន្ទវាសនាបាទប៉ះឲ្យសពិសីបាទខាងក្រុមជម្រើសជាតិយើងពិបាកទៅរឿងមួយនេះបាទគេថាចាប់សេវារបស់ឥណ្ឌូនេស៊ីពិបាកមែនទេបាទអញ្ចឹងហើយអត់មានបាល់ចែកទៅកាន់ស្មាត់ទេចាប់សេវាម៉ូវេអត់ដល់មិនដឹងថាអ្នកប៉ាសេគាត់ចែកទៅណាទេបងប្អូនព្រោះអត់ដល់ឥឡូវសេវាស្ទើរប្រអប់ចេញពីបាទកម្ពុជាយើងប៉ះឲ្យឆ្វេងជាប់បាំងមកវិញប៉ះឲ្យស្ដាំជាប់បាំងមួយសាទៀតយកបានមកវិញប៉ះឲ្យឆ្វេងណែឆ្វេងខ្សែត្រង់ពីរ៉ាម៉ាជាប់បាំងមួយលើកប៉ះឲ្យឆ្វេងណែខ្សែត្រង់ល្អណាស់បាទសេវាចេញពីកីឡាករលេខ12រ៉ាម៉ាគាត់ទះឆាកស្រាលចូលថ្នាក់ច័ន្ទវាសនាឲ្យវឿនវាសនាទូលបាំងយកបានវិញពីស៊ីហ្គីតប៉ះអោរ៉ាម៉ាជាប់បាំងរ៉ាម៉ាជាប់បាំងហើយ4ទល់នឹង5បាទ4ទល់នឹង5បាទទៅហើយប៉ះឲ្យណែជាប់បាំងចេញទៅខាងក្រៅបាទពិន្ទុ6ទល់នឹង4បាទសេវាចេញពីកីឡាករលេខ10បាទលេខ10ចូលត្រកវឿនវាសនាសួនច័ន្ទរោឲ្យសពិសាយ
បាទឲ្យទៅចាប់សេវាដល់សួនច័ន្ទរោគាត់ចេះចាយរំលែកហើយបាទកន្លែងនេះចាប់ដល់ណារ៉ូល្អមែនទេបាទណារ៉ូគាត់ចាក់ឲ្យឆ្វេងសល់តែបាំងមួយបាទមកងាយបាំងកម្ពុជាយើងដែរអ្វីដែលសំខាន់នោះគឺថាការចាប់សេវារបស់កម្ពុជាយើងស្ទើរបាទអត់ដល់អ្នកប៉ាសេគាត់ប្របាក់ចែកណាវឿនវាសនាខូចសេវាហើយពិន្ទុបានទៅខាងឥណ្ឌូនេស៊ី7-5បាទធ្វើយ៉ាងណាចាប់សេវាឲ្យដល់បាទសួនច័ន្ទរោបាទទើបយើងមានបាល់លេងច្រើនបាទសេវាចេញពីកីឡាករលេខ6ផ្ទះស្រាលបាទចូលថ្នាក់ហើយអុករដ្ឋាជាប់បាំងចេញទៅក្រៅបាទសេវាចេញពីអុករដ្ឋាបាទចូលថ្នាក់ប៉ះឲ្យស្ដាំជាប់បាំងទៅក្រោយធ្លាក់ទៅក្រោយបាត់ទៅហើយស៊ីហ្គីតកីឡាករលេខ33ជើងចាស់របស់ឥណ្ឌូនេស៊ីបាទសេវាចេញពីកីឡាករលេខ15 Dio Sulfikri មក3លើកទាំងនឹងហើយកម្ពុជាយើងបាទឲ្យវឿនវាសនាច្រករណាំងបាទសេវាត្រៀមចេញពីកីឡាករសួនច័ន្ទរោពិន្ទុ7-8 ណារ៉ូបាទចូលកញ្ញាំស៊ីគីតឲ្យបោះយកបានវិញពីច័ន្ទវាសនាឲ្យសពិសេសយកបានណារ៉ូឲ្យស្ដាប់ច័ន្ទវាសនារូបភាពយឺតកាចែករបស់កម្ពុជាពីសួនច័ន្ទរោចូលដៃរបស់វឿនវាសនាណារ៉ូចាក់ឲ្យច័ន្ទវាសនាខាងស្ដាំបាទនេះបាទឈុតឥណ្ឌូដែលកំពុងតែលេងនេះអត់មានអ្នកវាយសេវាខ្លាំងទេបងប្អូនបាទពីច្រើនស្ទើរប្រអប់ស្រាលបាទឲ្យជាប់បាំងយកបានពីគីមហាប់ឲ្យសពិសេសបាទគឺបានជម្រាបអញ្ចឹងបញ្ហារបស់កម្ពុជាយើងបាទចាប់សេវាខាងឥណ្ឌូអត់បានបាទជាពិសេសនោះគឺផ្លែសេវារបស់ Fahan បាទផ្លែសេវារបស់ Boy ហើយនឹង Hendra បាទប៉ះឲ្យណាស់ស្អាតណាស់បងប្អូនអើយមកគ្រាប់នេះរបស់ឥណ្ឌូនេស៊ីអត់ទាញស្អាតមែនទែនបាទកីឡាករលេខ10បាទលេខ10ទាញល្អណាស់បាទសេវាចេញពីស៊ីហ្គីតបាទស៊ីហ្គីតគាត់លួនសេវាបងប្អូនសេវាធ្ងន់ចូលថកច័ន្ទវាសនាឲ្យច័ន្ទវាសនារូបភាពយឺតច័ន្ទវាសនានៅខាងឆ្វេងបាទប៉ះរនាំងទៅខាងក្រោយបាទពិន្ទុ10-9ឥឡូវនេះកម្ពុជាយើងនាំមុខមួយពងហើយតោះបងប្អូនចូលរួមចែករំលែកឲ្យបានច្រើន10-9 បាទសេវាចេញពីច័ន្ទវាសនាតើច័ន្ទវាសនាចូលថ្នាក់បូវេបាទ DO អូផុតហើយទះជាប់បាំងដែរប៉ុន្តែធ្លាក់ចេញឬក៏ចូលបាទរូបភាពយឺតៗបងប្អូននេះអូយ
យបាទចូលបងចូលបាទនេះចូល11ទល់នឹង9បាទរឿងការម៉ាត់ផ្ដាច់អីដូចគ្នាទេបងប្អូនណាបាទខាងកម្ពុជាយើងនៅឥណ្ឌូនេស៊ីគឺថាអាចស៊ីសងគ្នាបានទៅហើយចេញក្រៅបាត់ពីច័ន្ទវាសនាកន្លែងនេះបាទចេញបន្តិចបាទរឿងបាំងរឿងម៉ាត់ផ្ដាច់បាទរឿងលោតអីគឺដូចគ្នាបងប្អូនអ្វីដែលសំខាន់យើងជ្រាចាប់សេវាបន្តិចសេវាចេញពីកីឡាករបាទពូត្រាចូលត្រកច័ន្ទវាសនាអើយវឿនវាសនាទូលបាំងទៅក្រោយយកអត់បានទេវឿនវាសនាបាទហ្វេនរបស់យើងកំពុងតែហូបពេញសាលបាល់ទះតែម្ដងមួយគ្រាប់របស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាផលរតនៈចូលថ្នាក់ស៊ីហ្គីតឌីអូឲ្យស្ដាប់ទាញខ្សែត្រង់មួយណែហ្វារីបាទសមជាស្រ័យហ្វារីលេខ10បាទក្បាច់នូលុកមួយបាទសេវាចេញពីកីឡាករលេខ12រាម៉ានេះសេវាខ្សែត្រង់ឥឡូវនេះពិន្ទុ12ស្មើ12ស្មើបាទសេវាចេញពីកីឡាកររាម៉ាបន្តទៀតផ្ទះស្រាលចូលត្រកវឿនវាសនាឲ្យវឿនវាសនាបាទរូបភាពយឺតវឿនវាសនាបាំងពីប៉ុន្តែខោចមួយបាទសពិសីដកមកចូលសិនឱកាសយកបន្ទូពីខាងកម្ពុជាសួនច័ន្ទណារ៉ូឲ្យវឿនវាសនាចេញក្រៅបាត់ហើយវាសនារូបភាពយឺតនេះបាទខ្សែត្រង់ចេញកន្លះម៉ែត្របាទមានការផ្លាស់ប្ដូរហើយខាងឥណ្ឌូនេស៊ីបាទស៊ីហ្គីតលេខ33ចេញបាទជំនួសវិញដោយកីឡាករអង្កាលេខ24បាទអង្កាដាក់ចូលមកបាំងតែម្ដងបាទសេវាចេញពីកីឡាករបាទហ្វារីចូលថ្នាក់ដាក់ឲ្យវឿនវាសនាផ្ទះស្រាលចូលថ្នាក់សួនច័ន្ទណារ៉ូឲ្យវឿនវាសនាអូហូយវឿនវាសនាមកគ្រាប់នេះអេមែនតែនពីវឿនវាសនារូបភាពយឺតចេញបដិអុករដ្ឋាវាសនាគាត់ដាក់មកទំហឹងចូលថ្នាក់អេងកាទៅក្រៅបាត់ទៅហើយណែសួនច័ន្ទណារ៉ូ14-13 ទល់នឹង13ទៅហើយវាសនាបាទចូលថ្នាក់បាទប៉ះឲ្យស្ដាមអេងកាជាប់បាំងរបស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាយើងណែតែម្ដងរូបភាពយឺតចេញពីដៃរបស់វាសនាបាទឌីអូចាក់ឲ្យអេងកាជាប់បាំងរបស់អុករដ្ឋាណែនតែម្ដង15 ទល់នឹង13 15 ទល់នឹង13វឿនវាសនាទាញមកទំហឹងអត់ឆ្លងទេវឿនវាសនាពិន្ទុ14បានទៅខាងឥណ្ឌូនេស៊ី15មកកម្ពុជាបាទប្រិមិត្តទូរទស្សនិកជនបាទកុំភ្លេចចែករំលែកឲ្យបានច្រើនសេវាចេញពីកីឡាករលេខ6របស់ឥណ្ឌូនេស៊ីលេខ6ឥណ្ឌូនេស៊ី
លេខ6ស្រាលស្រាលចូលត្រកវឿនវាសនាសួនច័ន្ទរកឲ្យច័ន្ទវាសនាច័ន្ទវាសនាកីឡាករជម្រើសជាតិកម្ពុជាមកពីក្លឹបស្នងការរាជធានីភ្នំពេញច័ន្ទវាសនាដាច់សឹងតែគ្រប់គ្រាប់តែម្ដងអុករដ្ឋាអមិត្តរួមក្រុមរបស់ច័ន្ទវាសនាមកពីស្នងការភ្នំពេញបាទចូលថ្នាក់របស់ Fari ឲ្យយកបានដកមកឡើងវឿនវាសនាទះមកទំហឹងអត់ឆ្លងទេវឿនវាសនាគាត់ចង់ទះទៅបាទមកធ្ងន់ណាប៉ុន្តែអត់ទេបាទនេះបាត់សិនជាដកចូលសិនល្អបាទសេវាចេញពីកីឡាករ DO ទះសេវាស្ទើបអបចូលត្រកច័ន្ទវាសនាសួនច័ន្ទរោឲ្យច័ន្ទវាសនាច័ន្ទវាសនាដាច់មួយគ្រាប់ទៀតហើយរូបភាពយឺតរនាំងពីខោចមួយបន្ទុកបានមកខាងក្រុមជម្រើសជាតិបាល់ទះកម្ពុជា17ទល់នឹង15សួនច័ន្ទរោបាទចូលថ្នាក់អេងហ្កាឲ្យ Fari បាទ Fari គាត់លេង3ម៉ែត្រខាងក្រោយ3ម៉ែត្រកណ្ដាលបាទរូបភាពយឺតអត់បាទដាច់បាំងរលីងតែម្ដងអភិសេកគាត់តាមអត់ទាន់បាទឥឡូវនេះសូមបាទធ្វើការ challenge សិនបងប្អូនបាទ challenge ខាងណាដែរប្រិមិត្តពុកម៉ែបងប្អូនបាទកុំភ្លេចជួយចែករំលែកឲ្យបានច្រើននេះគឺជាការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិបាល់ទះកម្ពុជា A ជាមួយនឹងក្រុមជម្រើសជាតិបាល់ទះឥណ្ឌូនេស៊ីបាទ challenge ខាងកម្ពុជាប្រិមិត្តបាទប្រហែលជា challenge ជាន់ខ្សែហើយព្រោះខ្ញុំមើលបដាលោកបាទគ្រូជំនួយអត់ឃើញទេបាទនេះបងប្អូនចាំមើលជាន់ទេអូយអត់ទេបាទខ្វះតែបន្តិចទៀតគឺជាន់ប៉ុន្តែបាននេះបន្ទុកបានទៅខាងឥណ្ឌូនេស៊ីអេងហ្កាលេខ24ជាអ្នករ៉ាប់រងសេវាលើកនេះបន្ទុក16ទល់នឹង17ចូលថ្នាក់ឲ្យសពិស័យយុវជនរបស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាយើងណេះខ្សែត្រង់មកមិនស្រាលទេកម្លាំងដៃរបស់សពិស័យ18-16ច័ន្ទវាសនាចេញសេវាខាងក្រុមជម្រើសជាតិបាល់ទះកម្ពុជាច័ន្ទវាសនាទៅហើយបាចូលថ្នាក់របស់ Fari ឲ្យ Fari នេះក៏ល្អដែរបងប្អូនលេខ10បាទរូបភាពយឺតនេះ Fari ផ្ទះទៅត្រាវែកីឡាករលេខ16ជាអ្នករ៉ាប់រងសេវាខាងឥណ្ឌូនេស៊ីលេខ16បាទលួតសេវាស្ទើបអបស្រាលចូលថ្នាក់អ៊ុនសវណ្ណរាជប៉ះឲ្យវឿនវាសនាផ្ទះស្រាលមួយណាពីវឿនវាសនាកាត់ផ្ទះប្រអប់ដៃស្រាលរំលោងរនាំងអានេះផ្ទះប៉ក់ធ្លាក់ដឹបតែម្ដង19-17តបងប្អូនចូលរួមshareទាំងអស់គ្នាដើម្បីលើកទឹកចិត្តដល់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាយើងដើម្បីទទួលបានជ័យជំនះនៅសិតនេះបាទការចែករំលែកជាកម្លាំងចិត្តមួយបងប្អូនណាទៅហើយចេញក្រៅរតនៈចេញក្រៅបន្ទុក18-19ទល់នឹង19
បាទសំលេងស្គរជ័យរបស់ fan កម្ពុជាយើងបាទកំពុងតែគោះទុងបាទលើសេវាចេញពីចេញក្រៅរ៉ាម៉ាការវាយសេវាធ្ងន់របស់គេមិនបានសម្រេចទេសពិសេអូយផ្ទះឈូសតកក់មួយអត់ឆ្លងបាទឈូសតកក់អត់ឆ្លងទេ19 ទល់នឹង 20សេវាចេញពីកីឡាករហ្វារីបាទហ្វារីលេខ10ហ្វារីអូយសេវារបស់ហ្វារីបងប្អូននៅសាហ្វារីមួយទៀតបាទសេវាលឿនមែនទេសូមសម្រាប់បច្ចេកទេសបន្តិចសិនពីខាងក្រុមជម្រើសជាតិបាល់ទះកម្ពុជាយើងជាក្នុងឱកាសសម្រាប់នេះដែរខ្ញុំសូមថ្លែងអំណរគុណចំពោះម្ចាស់ឧបត្ថម្ភកម្មវិធីភេសជ្ជៈពើកម្លាំងវឹកជំរុញវិស័យកីឡាបាល់ទះកម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិវឹកជួយវិស័យកីឡាបាល់ទះកម្ពុជាខ្លាំងជាងគេផឹកវឹកបង្កើនកម្លាំងទះបាល់កាន់តែខ្លាំងនិងយូរជាងមុនបាទលើការសម្រាកបានរួចរាល់កញ្ចាយរបស់លោកខិនសុភ័ក្របន្លឺឡើងបាទកីឡាករទាំងសងខាងត្រៀមដើម្បីធ្វើការប្រកួតគ្នាបន្តទៀតលេខ10ហ្វារីចូលថកច័ន្ទវាសនាប៉ះឲ្យវឿនវាសនាវាសនាតោះប្រិមិត្តចូលរួមឆែករំលែកបន្តទៀតមានការផ្លាស់ប្ដូរហើយសួនច័ន្ទរោចេញជំនួសមកវិញដោយកីឡាករលេខ18កៅស្រីលីហួរមកពីសមាគមបាល់ទះក្រសួងមហាផ្ទៃបាទសេវាចេញពីវឿនវាសនាធ្វើយ៉ាងណាពិតព្រៀងសេវាឲ្យមែនតើបាទកុំឲ្យឃើញវាសនាផ្ទះស្រាលចូលថ្នាក់អូយបាទកីឡាករដេញបាល់លឿនលេខ6ល្អមែនតើរូបភាពយឺតចូលថ្នាក់បាទលេខ6គាត់ឡើងអុកម៉ាឡេស៊ីបាទលេខ6គាត់ឈ្មោះម៉ាឡេស៊ីបាទម៉ាឡេស៊ីក្រោយផ្ដាច់យកបន្ទុកបានបាញ់មិញឥឡូវដល់រ៉ូលកាន់សេវារបស់គេហើយម៉ាឡេស៊ីតែសេវាស្ទើបអប់ចូលត្រកសវណ្ណរាជអោច័ន្ទវាសនាជាប់បាំងហើយ22 ទល់នឹង 21 22 ទល់នឹង 21បាទសេវាចេញពីកីឡាករម៉ាឡេស៊ីបន្តទៀតម៉ាឡេស៊ីក៏ទះសេវាស្ទើរប្រអប់បងប្អូនបាទលើទះមកហើយចូលថកច័ន្ទវាសនាអោសពីសយបាទឡើងមកលើវិញល្អមែនទែនខាងឥណ្ឌូនេស៊ីបាទហ្វារីចូលថកច័ន្ទវាសនាអោច័ន្ទវាសនាចូលថ្នាក់អោច័ន្ទវាសនាបើសទៀតច័ន្ទវាសនាវាសនាបន្ទុក22ស្មើអូហូយ22ស្មើលេខ33អុករដ្ឋាចូលថ្នាក់របស់ Fari អោយចូលដៃអូយកន្លែងនេះស្ដាយមែនតើបាទដូចចង់ពីតាំងហើយកន្លែងនេះបរដ្ឋាអូយបាទប្រិមិត្តរូបភាពយឺតចេញពីបាំងរបស់ណារ៉ូបណាពីតាំងហើយ23 22
បាទសេវាចេញពី DO Sulfikri DO ចូលថកស្វណ្ណរាជឲ្យវឿនវាសនាជាប់បាំងហើយជាប់បាំង Monster Block 24 match point 24 match point ហើយបាទសូមសម្រាប់ពីខាងកម្ពុជាយើងលោកគ្រូនៅសម័យកំពុងតែបាទសម្រួលអារម្មណ៍កងក្រុមក៏ដូចជាប្រាប់អំពីចំណុចខ្លាំងខ្សោយបាទឥណ្ឌូនេស៊ីយើងដឹងហើយបងប្អូនណាគឺជាក្រុមខ្លាំងនៅអាស៊ាន Volleyball King in ASEAN បាទហើយយើងបានប្រកួតមិត្តភាពអន្តរជាតិជាមួយឥណ្ឌូថ្ងៃនេះគឺជារឿងវិសេសវិសាលមែនទែនដែលយើងអាចដកស្រង់បទពិសោធន៍ពីក្រុមខ្លាំងក្នុងតំបន់សេវាចេញពី Sulfikri ចូលត្រកសវណ្ណរាជឲ្យច័ន្ទវាសនាមកវិញបាញ់បញ្ចូលពី DO បាទប៉ះឲ្យចាក់ពីវែកផរៈជាប់បាំងបាទអត់ឆ្លងទេជ័យជំនះនៅសេតទី3បានទៅលើក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបាទដូច្នេះឥណ្ឌូនេស៊ីគាត់ឈ្នះយើង3-0បងប្អូនណាបាទអត់មានការតបតអត់មានការតដៃរួចទេបាទអរគុណណាស់ប្រិមិត្តពុកម៉ែបងប្អូនបាទអញ្ចឹងនេះគឺជាលទ្ធផលទាំង3សេតរបស់ក្រុមទាំងពីរបាទសេតទី1នោះគឺកម្ពុជាយើង